bạn đang có mọiច្រឡំបាទយើងមកមើលពាក្យមួយទៀតគេហៅថាបងអែមអញ្ចឹងពាក្យថាបងអែមនេះបាទមកពីពាក្យដើមវាគេហៅថាបងផ្អែមអញ្ចឹងដល់ពេលបងផ្អែមយូរទៅក៏คล้ายទៅជាបងអែមអញ្ចឹងបងអែមមានរាវនិងមានដុំអញ្ចឹងមានបង្អែមអាចរាវផងអាចដុំផងតែដាច់ខាតត្រូវតែមានរសជាតិផ្អែមដាច់ខាតបងអែមដាច់ខាតត្រូវតែមានរសជាតិផ្អែមអញ្ចឹងគេអាចយករបស់ខ្លះយកមកបង្អែមធ្វើមកពីផ្លែឈើបាទបង្អែមខ្លះយកមកពីបន្លែបង្អែមខ្លះយកមកពីបន្លែមើមឧទាហរណ៍ដូចជាសង់ខ្យាល្ពៅអញ្ចឹងសង់ខ្យាល្ពៅនេះគេយកផ្លែល្ពៅមកអញ្ចឹងល្ពៅនេះជាបន្លែណាបាទដល់ពេលចេកខ្ទិះបបរត្នោតអញ្ចឹងអានឹងគេយកមកពីផ្លែឈើបើយើងមើលសភាពចេកខ្ទិះវាមិនវាមានផ្លែចេកគោកចំណែកខ្ទិះនោះវារាវណាតែរសជាតិមិនរសជាតិវាផ្អែមចំណែកបបរត្រាវនិងបបរដំឡូងអានឹងគេយកមកពីបន្លែមើមអញ្ចឹងគេហៅវាថាបងអែមអញ្ចឹងគិតថាលែងច្រឡំគ្នាណារវាងបងអែមនិងនំណានំនិងបង្អែមគិតថាកុំឲ្យច្រឡំនេះតទៀតហ្នឹងហើយអរគុណច្រើនជួយ share និង like ផងដើម្បីបាននៅវីដេអូថ្មីទាក់ទងជាមួយនឹងចំណេះដឹងផ្នែកម្ហូបអាហារនិងនំណាបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាទ